สมัยชูอโกบองโอนเนี่ยลวกคือยำโดยยำจูบเรื่องโดยยำอดผมว่ายำหูจัดหาฉากชีวิตยำเลือกตีมวยยำทลอดแต่เคยมีแต่โอเคหรือปักตัวไหนให้โซตายืงมันบ้านพร้อมประหยัดการแต่ยำเตียงตัวจมูกหนึ่งมีการหยับบัดได้เก็บประหารยืงให้จมูกได้ลุยโลโจตูสัตว์ให้ที่ผมพอดยำจูบผืนนี่ตาตะบานเมียนปอนใส่ไปเนี่ยมาติงกระเดียวยำปรักไม้ให้สังคมนะปอนเคยมีแต่โอนี่ให้กับเอายำพอหกโอนต้นในซากระไรยำลูกก็มีการมาราให้ยำอัดจังไว้ง่ายตอนได้ยำจังเพื่อมีแต่โอนี่ยำกระทาโอนมันจังตลอดมาดักเสียเห็นมวยเหมือนผมมวยแต่บ่าโอนจังมากคือโอนมาบัดได้เหมือนโอนแต่บัดช่างไงวิอัดชานเตโอนไปบองจังเพื่อมีแต่โอนี่ใช่เหล็กดอกบองโอนได้กอดหลุดบอหกจับดุปูบองเนี่ยผู้ไอ้วิจารณ์ติ๊กหน้าโอนให้โอนสอกโอนมาเพื่อตรงเบอร์แบบนั่งให้เหมือนแต่ขยมเต้บองโอนเนี่ยลูกน้ำปังชอบขยมนั่งกอดจีบอกกระเกติดกอดtinhน้ำปังเอาหัวมือหมดป้อนกอดบังลุยแต่ดาวปามแต่ละให้và hai chuเอาโกđểกอดบังให้นั่นเป็นปริ้นจีกระดาษจุกใจเวลาสักใส่ให้สัญญาคลีให้aiเคยชั่วเคยไอ้แต่งเน้นขยมกับขยมมือเคยโดยเนี่ยโดยแต่นักโอนชอบขยมลูกโดยชอบเนี่ยนั่นเคยหรือเนี่ยปันท้ายเนี่ยขยมบางชายมือแต่นักทุกสัตว์ได้โหลดnotification ចូលលុយមកកងយើងវាអត់ឃើញសញ្ញាប្អូនខាងនោះគាត់អត់ឃើញដែរប៉ុន្តែគាត់ថែមទាំងឲ្យលុយគេទៅ 9000 ទៀតគាត់អាប់លុយឲ្យគេថែម 9000 ពីលើបើខ្ញុំអត់តន់អាប់ទេប៉ុន្តែពេលហ្នឹងអារម្មណ៍ខ្ញុំគិតថាខ្ញុំចង់យកកាទៀវខ្ញុំមកវិញណាចាំឲ្យលុយលោតចូលសិនចាំខ្ញុំឲ្យកាទៀវទៅប៉ុន្តែចៃដន្យអូនស្រីម្នាក់ហ្នឹងគាត់យកកាទៀវដាក់លើម៉ូតូហើយហើយគាត់ថាបងខ្ញុំត្រឡប់ទៅផ្សារមកផ្លែតចាំខ្ញុំត្រឡប់មកយកលុយអាប់វិញគាត់បាញ់ឲ្យខ្ញុំលុយអស់តែ 16000 ទេគាត់បាញ់ដល់ $8 ហើយខ្ញុំឆ្ងល់ខ្ញុំហួសចិត្តថាហេតុអីnotification ឲ្យម្នាក់ហ្នឹងអត់ឲ្យមកទិញខ្ញុំទេបងប្អូនលើកទី1បើជាមួយខ្ញុំចាំមុខច្បាស់ប៉ុន្តែវាឆ្ងល់ថាគាត់ឈរ scan ឈរអីខ្ញុំមើលកាមេរ៉ាឡើងវិញប៉ុន្តែខ្ញុំអត់តន់ចាំដាក់មុខគាត់ទេខ្ញុំគិតថាបើគាត់អត់មកដើម្បីដោះស្រាយរឿងលុយដែលគាត់អត់ថន់បាញ់ចូលកង់ខ្ញុំវិញហើយនឹងអូនជាប់នឹងទេខ្ញុំនឹងប្រហោះរូបគាត់ហើយបើគាត់ចង់ចាប់រឿងហ្នឹងសង្ឃឹមថាបើឃើញវីដេអូខ្ញុំហើយអូនត្រឡប់មកទូទាត់គ្នាវិញព្រោះខ្ញុំគិតថាវាជារឿងដែលខ្ញុំហួសចិត្តហើយខ្ញុំសេតពេញមួយថ្ងៃបងប្អូនព្រោះខ្ញុំមិនដែរជួបរឿងអ្នកបោកលុយខ្ញុំទេវាចូល10ឆ្នាំហើយមុនក៏ខ្ញុំធ្លាប់អស៊ីដែរតែលើកទី1ដែលខ្ញុំចាញ់បោកគេចឹងហើយខ្ញុំមានអារម្មណ៍មួយថាខ្ញុំគួរតែធ្វើវីដេអូដាស់តឿនដល់បងប្អូនដែលគាត់អត់សូវចេះមើលអាតកតងនឹង QR code នេះបើអាចហ្មងមិនទទួលតាម QR code ទេបងប្អូនយើងទទួលលុយសុទ្ធទៅពួកអីយើងលក់មួយចានយើងចំណេញខ្លាំងបាន 1000 ទៅ 1500 អស់ហើយអស់ល្បើតបានច្រើនហើយ 1500 ខ្លាំងបាន 1000 ទេអញ្ចឹងហើយបើជួបតែអ្នកបោក 3-4 នាក់មួយថ្ងៃហ្នឹងយើងមិនរកចំណេញឃើញទេចឹងហើយពេលខ្លះបងប្អូនឬក៏ពុកម៉ែអ៊ំពូមីងដែលគាត់អត់សូវចេះមើល QR code ហ្នឹងគាត់ទទួលលុយសុទ្ធទៅហើយសឹងតែខ្ញុំជាអ្នកលក់នេះខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ធ្វើវីដេអូឬក៏ចង់បិទផ្លាកថាមិនទទួលលុយតាម QR code ទេអញ្ចឹងហើយរាល់ធនាគារកុំគិតថាពួកខ្ញុំមិនចង់ប្រម៉ូទឲ្យធនាគារផ្សេងចង់ណាប៉ុន្តែមានជនធ្វើខូចមកធ្វើតែបែបហ្នឹងធ្វើតែវិធីសាស្ត្របាញ់ហើយមិនឃើញលុយឬក៏បាញ់ហើយឃើញលុយមិនគ្រប់ខ្ញុំនៅអ្នករងគ្រោះហើយតម្រាំតែដោះស្រាយបានតម្រាំតែយើងវេកញ៉ៃរកខុសត្រូវឃើញសម្រាប់ពួកខ្ញុំដែលប្រកបរបររាល់មួយថ្ងៃអញ្ចឹងក៏ពេលមួយថ្ងៃហ្នឹងវាចង់ដាច់ខ្យល់ហើយពេលខ្លះក៏យើងខ្ជិលរឿងរ៉ាវក៏យើងបញ្ចប់ស្ងាត់ប៉ុន្តែខ្ញុំគិតថាអត់គួរស្ងាត់ទេលុយប៉ុណ្នេះវាតិចប៉ុន្តែវាជាបទពិសោធន៍មួយដែលខ្ញុំគួរធ្វើវីដេអូឲ្យបងប្អូនប្រយ័ត្នប្រយែងហើយសង្ឃឹមថាបងប្អូនលក់ដូរដូចយើងខ្ញុំនេះសង្ឃឹមថាគួរតែប្រយ័ត្នប្រយែងទៅលើ QR អូកុំឲ្យជួបមេរៀនដូចខ្ញុំទៅវាខាតទាំងលុយវាខាតទាំងរបស់ខ្ញុំមានអារម្មណ៍មួយខ្ញុំសេតពេញថ្ងៃបងប្អូនណាសាអីខ្ញុំអត់ដែរនិយាយទៅយើងអត់ចង់យើងអត់ដែរបោកគេយើងអត់ដែរធ្វើទង្វើអាក្រក់អីគេដាក់គេទេដល់ពេលយើងជួបរឿងហ្នឹងមានអារម្មណ៍អូដូចតែគេចាក់បេះដូងលុយអត់ច្រើនទេប៉ុន្តែខ្ញុំអត់សោកស្ដាយតែខ្ញុំសោកស្ដាយទឹកចិត្តដែលខ្ញុំលក់ឲ្យភ្ញៀវមួយខ្ញុំសុទ្ធតែដាក់បេះដូងក្នុងការរៀបចំទាំងអនាម័យទាំងរសជាតិគឺខ្ញុំប្រយ័ត្នណាស់ហើយដល់មកជួបមនុស្សមកទៀតខ្ញុំមានអារម្មណ៍មួយខ្ញុំឈឺចាប់ដូចថាមានអារម្មណ៍ខឹងហ្មងថាពេលហ្នឹងអារម្មណ៍ខ្ញុំចង់ថាយកកាទៀវហ្នឹងមកទុកដែរថាអូនចាំលុយលោតចូលចាំបងឲ្យប៉ុន្តែគាត់មានលេសមួយគាត់ថាបងខ្ញុំទៅផ្សារផ្លែតចាំខ្ញុំមកយកលុយអាប់ពេញហើយខ្ញុំឃើញចំណុចលើម៉ូតូគាត់ឡើងពេញហើយមុខមាត់មិនសមជាមនុស្សដែលដើរបោកគេអញ្ចឹងហើយរឿងរាយនៃ QR code វាមានតែប៉ុណ្្នឹងបងប្អូនខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាបទពិសោធន៍ហើយក៏ជាមេរៀនចែកជូនដល់បងប្អូនដែលដូរលេខខ្ញុំគួរបង្កើនការប្រុងប្រយ័ត្នលុយពិបាករកហើយគេបោកទៀតមានអារម្មណ៍ថាឈឺចាប់មែនតើអរគុណពុកម៉ែបងប្អូនជំរាបលា